ឬថាពីមុនគ្រាន់តែជាកូនប្រសាចូលលោកសោះកំសាកញីហ្មងយ៉ាងអញថាយកល្អអញធ្វើដូចអញអញ្ចឹងទៅប្រញាប់លុបចោលកាប់ចុះពាក្យហ្នឹងទៅព្រោះប្រភេទហ្នឹងមិនស័ក្តិសមនឹងអញទេត្រូវប្រពន្ធដំទាត់ចោលហើយនៅធ្វើកូនប្រសាចូលលោកគេ5ឆ្នាំទៀតជឿស៊ីអញមិនគិតថាវាចម្លែកទេអីលោកតាអញព្រមទាំងគ្រូសាឲ្យគ្រូសាវ៉ាងពួកគេសុទ្ធតែជាមនុស្សកម្រិតណាទៅចុះមិនបានជាពួកគាត់ព្រមរើសមនុស្សធម្មតាម្នាក់ធ្វើជាកូនប្រសាក្នុងពេលតែមួយអញ្ចឹងនេះអញចង់មានន័យថាអញប្រកាសចិត្តទេគេពិតជាមនុស្សធម្មតាមែនណាហ៎អញនិយាយអញ្ចឹងទើបនឹកឃើញពេលអញសុំផ្ដាច់ពាក្យគេពិតជាមានចរិតប្លែកខុសពីគេមែនបើមនុស្សធម្មតាគ្រាន់តែថាអញជាកូនស្រីច្បងប្រកោវាងលោតមកត្របាក់បាត់ទៅហើយតែគេវិញហ៊ាននិយាយថាគ្មានចំណាប់អារម្មណ៍លើអញហើយដើរចេញមិនខ្ជិលងាកក្រោយទៀតគួរឲ្យចាប់អារម្មណ៍តើជឿស៊ីជួយអញបន្តិចមកផ្ញើអាសយដ្ឋានរបស់លីងធានមកឲ្យអញផងអញចង់ទៅជួបផ្ទាល់ហ្មងជាមួយអនាគតប្តីម្នាក់នេះយ៉ាងអញមិនមែនចង់រៀបការជាមួយគេមែនទេអញជាកូនស្រីនេះទឹកដប់ប្រកោផាណាវើយអញកំពុងគិតអីហ្នឹងអញគ្រាន់តែចង់ដឹងថាប្រុសដែលអាចធ្វើឲ្យគ្រូសាកំពូទាំង8ព្រមលើកចៅស្រីឲ្យក្នុងពេលតែមួយតើគេជាមនុស្សបែបណាទៅលីងធានថ្ងៃស្អែកជួបគ្នាធានផ្ទះនេះពួកយើងគ្មានលុយជួលទេកូនម៉ែមិនបាច់អស់លុយទេនេះជាផ្ទះមិត្តភក្តិកូនគេទៅក្រៅប្រទេសបាត់ហើយគេឲ្យកូនជួយមើលការខុសត្រូវតើកូនមានមិត្តភក្តិអ្នកមានបែបនេះតាំងពីពេលណាពុកម៉ែកាលពីមុនកូនធ្លាប់ប្រាប់ថាកូនទៅរៀនពេទ្យឥឡូវរៀនចប់ហើយឆ្នាំនេះពុកម៉ែពិសាវ៉ាទៅជាមែនហ่ะកូនថ្ងៃក្រោយពុកម៉ែត្រូវពិសាវីជារាល់ថ្ងៃណាម៉ែពុកប៉ុន្មានឆ្នាំនេះធ្វើឲ្យពុកម៉ែត្រូវលំបាកហើយចាប់ពីពេលនេះទៅកូនមិនអោយពុកម៉ែត្រូវរងទុកទៀតជាដាច់ខាតម្ចាស់វ័យក្មេងមានកតញ្ញូធម៌ពួកយើងពិតជាមើលមនុស្សមិនខុសមែនម្ចាស់វ័យក្មេងសន្តាគារឡានធានត្រូវបានទិញរួចរាល់ហើយម្យ៉ាងទៀតកម្មវិធីជប់លៀងចំនួនថ្ងៃស្អែកក៏បានរៀបចំទុកដាក់រួចរាល់អស់ដែរគម្រោងដែលឈិនវ៉ាន់ឈីវចង់បានគឺត្រូវបានកាត់ផ្ដាច់ទាំងអស់ហើយហត់នឿយហើយពូហ្វូខ្ញុំចង់ដឹងថាតើឈិនវ៉ាន់ឈីវយកអីទៅអួតជាមួយពួកអ្នកធំទាំងនោះលីវយៀនមិនបានជាឯងទៅជាអញ្ចឹងអ្នកនាយិកាឈិនវ៉ៃលើហើយអាលីងធាននោះអត់បានការនោះវាយ៉ាងម៉េចរឹបអូសផ្ទះបានមកវិញនៅហើយដេញអាចាស់2នាក់នោះចេញហើយឬនៅគេថាមនោសញ្ចេតនាប្តីប្រពន្ធ5ឆ្នាំវាដាច់ស្រេចតាំងពីពេលដែលអ្នកនាយិកាឲ្យគេទៅវាពុកម៉ែគេម្លេះគេថែមទាំងនិយាយទៀតថាកម្មវិធីជប់លៀងថ្ងៃស្អែកនឹងមិនធ្វើឲ្យអ្នកនាយិកាខកបំណងទេអាសម្រាប់នោះហ៊ាននិយាយអញ្ចឹងផងវាគិតថាវាជាអ្នកណាគេវ៉ាន់ឈីវថ្ងៃស្អែកមិនមែនលោកប្រុសធានរៀបចំគម្រោងឲ្យកូនទេអីត្រូវទេឲ្យវាបើភ្នែកមើលទៅថាបើគ្មានកូនវាគ្រាន់តែជាអាសម្រាប់មួយគំនប់ប៉ុណ្ណោះម៉ែនិយាយត្រូវលីវយៀនអញក្រោកឡើងថ្ងៃស្អែកពេលខ្ញុំទទួលបានគម្រោងធំក្រុមហ៊ុនផានគ្រូសាឈិនយើងនឹងអាចឡើងជាគ្រូសាលំដាប់ទី3បានហើយដល់ពេលនោះខ្ញុំនឹងឲ្យអាលីងធានលុតជង្គង់អង្វរខ្ញុំនៅនឹងមុខខ្មងអាសម្រាប់នោះប៉ុន្មានឆ្នាំនេះមើលមិនដឹងសោះថាវាចេះប្រហិង្សាវាមនុស្សដែរចេះវាគ្នាមានប្រយោជន៍អីទៅសម័យនេះហើយគេប្រកួតគ្នាលើលុយនិងអំណាចតើវាឈ្នះក្មេងពីបានប៉ុន្មានអ្នកតែវាអាចវាឈ្នះអំណាចគ្រូសាលោកប្រុសធានទេអាចវាឈ្នះអាណាចក្រផានដែរទេថ្ងៃស្អែកខ្ញុំនឹងឲ្យវាបើកភ្នែកមើលឲ្យច្បាស់ថាឈិនវ៉ាន់ឈីវខ្ញុំឡើងកោដោយរបៀបណាលោកប្រុសធានថ្ងៃនេះពឹងលើលោកទាំងស្រុងហើយណាគម្រោងរបស់ក្រុមហ៊ុនផាននោះគ្រូសាឈិនយើងដេកស្រមៃចង់បានយូរណាស់ហើយស្រីកុំបារម្ភអីខ្ញុំនឹងអគ្គនាយកផានរាប់អានគ្នាយូរហើយត្រឹមសម្ដេចខ្ញុំមួយម៉ាត់គម្រោងនេះមិនរត់ទៅណាទេវ៉ាន់ឈីវបន្តិចទៀតស៊ីញេកិច្ចសន្យារួចយប់នេះយើងទៅអបអរឲ្យអស់ដៃហ្មងធានម៉ែថាមិនចូលទៅទេមើលទៅកន្លែងបែបនេះម៉ែមិនបាច់ខ្លាចទេថ្ងៃនេះពុកម៉ែត្រូវតែអង្គុយកន្លែងល្អបំផុតហើយមើលកូនសង្សឹកឲ្យពុកម៉ែចុះលីងធានឯងមកទីនេះធ្វើអីកន្លែងបែបនេះឯងមានសិទ្ធិចូលដែរអីយីស្មានតែអ្នកណានេះមិនមែនជាអាសម្រាមដែលវ៉ាន់ឈីវយើងទាត់ចោលទេអីថែមទាំងនាំអាចាស់មក2នាក់មកស៊ីលាក់គេទៀតហាសន្តិសុខមនុស្សប្រភេទនេះមិនស័ក្តិសមឲ្យចូលទេដេញវាចេញទៅលីងធានឯងនឹងគ្រូសាឈិនយើងលែងមានពាក់ព័ន្ធអីទៀតហើយកុំមកធ្វើឲ្យគេខ្មាស់នៅទីនេះប្រញាប់នាំពុកម៉ែឯងចេញទៅភ្លាមធ្វើឲ្យគេខ្មាស់ហាចាំមើលបន្តិចទៀតមើលថានរណាទៅជាអ្នកខ្មាស់គេពិតប្រាកដលីងកន្លែងអង្គុយរបស់លោកគឺនៅជួរទី1ចំកណ្ដាលជួរទី1ចំកណ្ដាលហានោះជាកន្លែងសម្រាប់កំពូលអ្នកមានអំណាចទាំងប្រចាំទីក្រុងជាងជួនអង្គុយតើវាមានស្អីបានអង្គុយនោះអតីតប្តីនាងជាអ្នកណាឲ្យប្រាកដទៅជួរទី1សំបីតែគ្រូសាធានរបស់ខ្ញុំក៏បានអង្គុយត្រឹមជួរទី3ដែរវាគ្រាន់តែជាអាសម្រាមម្នាក់ប៉ុណ្ណោះប្រាកដជាដល់ខុសឬក៏មានការយល់ច្រឡំកន្លែងហើយលោកប្រុសធានកុំខឹងអីវាច្បាស់ជាបន្លំខ្លួនចូលមកហើយលោកប្រុសធាន